ជំរាបសួរពុកម៉ែបងប្អូននៅក្នុងបណ្ដាញសង្គម Facebook ជួបគ្នាសាជាថ្មីបាទនៅថ្ងៃនេះថ្ងៃពុធទី6 ខែ 7 ឆ្នាំ 2016 គណៈពេលនេះម៉ោង 12:35 នាទីដល់ម៉ោងអាហារបាយថ្ងៃត្រង់ហើយប៉ុន្តែក្រុមការងារយើងខ្ញុំមិនទាន់រួចរាល់ទេនៅចុះមកជួបលោកយាយមឿនហៅយាយម៉ែនបាទដែលកំពុងមានជំងឺហើយសប្តាហ៍ថ្ងៃកំពុងរស់នៅជាមួយនឹងក្មួយស្រីដែលជាស្ត្រីមីម៉ាយបាទហើយឥឡូវនេះយើងមកដល់ភូមិក្បាលខ្នោភូមិក្បាលខ្នោភូមិកំពង់ព្រៀងឃុំកំពង់ព្រៀងស្រុកសង្កែដែរបាទខេត្តបាត់ដំបងហើយនេះក៏ដនិតអង្គរខ្ញុំដនិតអង្គរដែលជាយុវជនស្ម័គ្រចិត្តនៅក្នុងក្រុងបាត់ដំបងបាទលោកឆៃដនិតបាទឆៃដនិតជាក្រុមប្រឹក្សានិងជាបាទខ្ញុំបាទតែទីក្រុមការងារនេះបាទឥឡូវនេះនេះជាកន្លែងលោកយាយរស់នៅនេះមកជាលោកស្រូវហើយកន្លែងជ្រកគេហើយយាយនេះកន្លែងនេះកន្លែងផ្ទះជ្រកហ្នឹងមិនប្រព័ន្ធយាយទេណាបាទប្រព័ន្ធយាយនេះប្រាប់ហើយនេះជាផ្ទះក្មួយណាបាទហើយក្មួយនេះគាត់មានតែផ្ទះសបកទេមិនមានអីទេពីព្រោះគាត់បានប្តីគាត់ចឹងហ្នឹងបាទលែងអ្នកចែកផ្លូវគ្នាហើយឥឡូវហ្នឹងកំពុងតែមានទម្ងន់ទៀតហើយខ្វះខាតថវិកាយ៉ាងខ្លាំងបាទអញ្ចឹងបងប្អូនចង់ដឹងយ៉ាងម៉េចទៅជួបគាត់ទេបាទជំរាបសួរយាយមកអាចណែនាំឈ្មោះទូនទីបានបាទក្នុងខ្ញុំបាទឈ្មោះកៃភិរុនជាជំទប់ទី2នៅឃុំកំពង់ព្រៀងនេះនៅខ្ញុំមកដល់មូលដ្ឋានផ្ទាល់ហើយចឹងភូមិបាទខ្នោបាទអរគុណណាស់លោកបាទចូលរួមហើយជំរាបសួរតែជាក្មួយណាអូនស្រីអាចណែនាំឈ្មោះទូឈ្មោះផងបាទខ្ញុំឈ្មោះសួនអាយុប៉ុន្មានខ្ញុំអាយុ35ហើយសប្តាហ៍ថ្ងៃសុំទោសបែកបាក់គ្នាណាចាហើយកំពុងមានកប្រហែលខែហើយខ្ញុំចូល5ខែសុំទោសកូនទាំងអស់ប្រហែលនាក់កូនខ្ញុំ2នេះកូនទីបានកូនទី2បើគេទុកជាហ្នឹងអូនេះទី2នៅក្នុងពោះណាហើយលើប្អូនសុំទោសសុំសួរនៅការលំបាកប្អូននេះថាប្អូនបន្ទាប់ពីមានការបែកបាក់គ្នាទៅឥឡូវមានផលលំបាកមានការខ្វះខាតអីមកខ្លះមានតែពូដូចថានិយាយរួមទៅថាអត់មានកអត់មានកមានអីហើយអត់មានបានធ្វើស្រែអីទេពូហើយថ្ងៃខ្ញុំនៅដូចថានៅមើលអំចាស់ម្នាក់គាត់អត់មានប្តីគាត់អត់មានកូនបាទហើយយាយបាញ់ស្ពះទេបាទគាត់អត់មានប្តីមានកូននៅពេលទៅនៅជាមួយខ្ញុំនិយាយទៅនៅជាមួយខ្ញុំតាំងពីខ្ញុំនៅជួបជុំប្តីខ្ញុំតាំងពីគាត់នៅក្មេងដែរបាទគាត់នៅក្មេងគាត់ចេះដើរទៅនេះទៅនោះអញ្ចឹងណាពូបាទដល់ពេលគាត់ដើរគាត់ចេះតែដើរទៅនេះទៅនោះទៅខ្ញុំមិនអោយទៅតែគាត់នៅទៅអញ្ចឹងណាពេលទៅម៉ូតូគេបុកតែម៉ូតូបុកហ្នឹងចាប់អត់បានទេបាទហើយគាត់ធ្លាក់ពីការអញ្ចឹងទៅចានេះជើងគាត់នៅឡើយនៅណាំបោះច្រើនហើយក្បាលតែជីហើយទៅពេលទៅគេបុកឲ្យគេដាក់ចោលណាបាទហើយចេះនិយាយពីប្រវត្តិបងអូនវិញឥឡូវឮថាមិនហើយកូនក្នុងពោះហ្នឹងយ៉ាងមិនដែរឥឡូវឮថាចង់រកសពរបស់ជួយចិញ្ចឹមឬយ៉ាងម៉េចឬក៏ខ្ញុំមានកម្រងយ៉ាងម៉េចនិយាយទៅនេះកូនខ្ញុំទាំងពីរថាសុខចិត្តថាឲ្យខ្ញុំនៅចិញ្ចឹមព្រោះអីគេចង់បានប្អូនពេលគេចង់បាននិយាយទៅគាត់ចង់បានកូនក្នុងផ្ទៃអញ្ចឹងតែដល់ពេលលីសូអញ្ចឹងកូនស្រីខ្ញុំដេកយំរាល់ថ្ងៃថាគាត់ថាគ្នាថាអត់ព្រមទេគ្នាស្រឡាញ់ប្អូនអូខេបាទអញ្ចឹងសពរដ្ឋជនដែលមានក្តីអាណិតអាសូរចំពោះស្ត្រីដូចគ្នាហើយលើប្អូនស្រីប្រឈមមុខនឹងការដែលទៅឆ្លងតលេពេលខាងមុខឲ្យខ្វះខាតសម្ភារៈអីអញ្ចឹងសពរដ្ឋជនអាចជួយប្អូនស្រីបានជាកតើកូនក្មេងជាទៅដោះគោជាអីវ៉ាន់អីសម្រាប់សម្រាប់ឲ្យប្អូនស្រីបាទហើយឥឡូវយើងជួបលោកយាយវិញលោកយាយឈ្មោះលោកយាយមឿនហៅម៉ែនណាអាយុ80ជាងណាអាយុ80ហើយនៅតែមកកន្លែងទេហើយបាយទឹកអីហ្នឹងក៏បានប្អូនស្រីជាក្មួយនេះបញ្ចុកហើយអាចនោមអីនេះគឺបានក្មួយស្រីនឹងជួយមើលថែទាំបាទពិតជាបានបន់ច្រើនណាអូនដែលយើងចេះមើលថែទាំមនុស្សចាស់អញ្ចឹងបន់នឹងតបស្នងប្អូនវិញពីព្រោះបងឃើញចាក់ស្ដែងបុគ្គលមួយចំនួនមានម្ដាយចាស់ជរាអញ្ចឹងទៅបោះបង់ចោលខ្ពើមល្អើមឬក៏យកទៅបោះចោលក៏មានដែរនេះជារឿងពិតដែលបងអូនស្រីជាក្មួយសោះប៉ុន្តែមានទឹកចិត្តកតញ្ញូបានជួយមើលពិតជាល្អណាស់សូមសរសើរហើយថ្ងៃនេះខ្ញុំវេលេងណាបានពំនាំអំណោយពីសពរដ្ឋជនទី1គឺបងអូនស្រីសុផានីធៀងនិងក្រុមគ្រួសារនៅយូសាឡិនបានជួយ40ហើយទី2គឺបងអូនស្រីហ្កិចលៀនលីនៅហូឡង់បានជួយ50អញ្ចឹងសរុបនេះ$90ហើយខ្ញុំចាត់ចែងជាសម្ភារៈនេះអស់100000ហើយនៅសល់ថវិកា260000រៀល50វា$65ហ្នឹងហើយជូនដល់លោកយាយណាដើម្បីឲ្យទិញកទិញអី
អូហើយដែលលោកយាយចង់ពិសាហ្នឹងណាអរគុណណាបងស្រីឲ្យបងស្រីចាប់ចែកចុះហើយមិនថាទាតកកឈូសអញ្ចឹងឲ្យចាំឲ្យចៅស្រីជួយទិញតកកឈូសណាគឺគ្លៀនតកកឈូសអញ្ចឹងលោកយាយមានពាក្យពេចន៍អរគុណជូនពរចៅវិញមើលចេះនិយាយហ៎អរគុណអរគុណ ជូនពរដល់ម្ចាស់ដល់អាយ៉ាបាទអរគុណបាទបាទអរគុណណាស់អញ្ចឹងបានទទួលនៅការជូនពរឲ្យសូមឲ្យម្ចាស់ទៀនទាំងពីរនាក់អូនស្រីសុផានីនៅញូហ្សេឡង់ហើយនឹងបងអូនកិច្ចលៀនលីនៅហូឡង់ឲ្យទទួលបាននៅពរជ័យគ្រប់ប្រការហ្នឹងហើយសូមឲ្យសុខភាពប្រការមកបងហើយលោកក្នុងនាមខ្ញុំជាអាជ្ញាធរខ្ញុំសូមគោរពជូនពរពីចម្ងាយសូមឲ្យទទួលតែសេចក្តីសុខសេចក្តីចម្រើនដែលបានផ្ដល់តាមរលកឲ្យតាមមកជាក់ស្ដែងហើយអញ្ចឹងអ្វីដែលការពិតគឺជាការពិតហើយអញ្ចឹងនេះជារឿងពិតមិនមែនជារឿងភូតផកុហកទេបាទអញ្ចឹងខ្ញុំសូមថ្លែងអំណរអរគុណហើយសូមអាចជួយបន្តទៀតមកពិតមកខ្វះរហូតចឹងបាទសូមអរគុណបាទសូមអរគុណបាទជាចុងក្រោយនេះដែរខ្ញុំវិញណារួមទាំងលោកខ្ញុំបាទនឹងទៅលើជាជំទប់ទី2នៅក្នុងពងព្រះបាទខ្ញុំបាទបែរទីសូមអរគុណសូមជម្រាបលាខ្ញុំបាទនាងកោជាយុវជនសាចិត្តក៏សូមថ្លែងអរគុណបាទខ្ញុំបាទក្រុមវិសាសំស្កាយនឹងជាមនុស្សខ្ញុំបាទអញ្ចឹងយើងខ្ញុំអស់នេះរួមទាំងលោកឈើយបុលបាទដែលខំស្រាំការងារពីតប៉ុនមកពីអីឥឡូវ20-30 គីឡូឥឡូវមិនទាន់បាយទៅទៀតទៅបាយជុំគ្នាហ្នឹងហើយបងប្អូនដែរចង់ប៉ៅបាយប៉ៅមាត់ដុតអីរីករាយទទួលបើឥឡូវឃ្លានហើយអរគុណបាទជំរាបលា